សូមក្រាបនមស្ការថ្វាយបង្គំចំពោះព្រះជន្មបីនៃព្រះត្រៃរតន៍គឺមានព្រះពុទ្ធរតនៈមួយព្រះធម្មរតនៈមួយព្រះសង្ឃរតនៈមួយដោយសេចក្តីគោរពកោតក្រែងជ្រះថ្លាខ្ពង់ខ្ពស់លលោសូមក្រាបនមស្ការថ្វាយបង្គំចំពោះព្រះថេរានុថេរៈគ្រប់ព្រះអង្គទាំងក្នុងនិងក្រៅប្រទេសដោយសេចក្តីគោរពជ្រះថ្លាចម្រើនពរទ្រង់អាដាមលោកជំទាវអ្នកអង្គញាឧបាសកឧបាសិកានិងញាតិប្រធម៌ទាំងអស់ដែលធ្លាប់តាមដានស្ដាប់ការ live ផ្សាយវីដេអូបន្តផ្ទាល់តាមរយៈ Channel YouTube ខ្ញុំកណាអាត្មាភាពយិនពុទ្ធីជាភាសាខ្មែរនិងពុទ្ធីជាភាសាអង់គ្លេសថ្ងៃនេះខ្ញុំកណាអាត្មាបញ្ចេញវីដេអូថ្លែងអំណរអគុណចំពោះញោមញាតិទាំងអស់រស់នៅសហរដ្ឋអាមេរិកដែលធ្លាប់មានប្រគុណបានចូលរួមកសាងនិងទំនុកបម្រុងឧបត្ថម្ភថ្លៃភ្លើងចង្ហាន់បច្ច័យ4ព្រះសង្ឃនិងគ្រូបង្រៀនព្រះសង្ឃនៅក្នុងវត្តចម្ពោះរុក្ខាវនារាមហៅវត្តព្រៃខ្ពស់ក្នុងខែ12នេះថ្ងៃទី2ខែ12ឆ្នាំ2025ដែរអរគុណចំពោះញោមម្ចាស់សទ្ធារស់នៅសហរដ្ឋអាមេរិកដែលមានឈ្មោះដូចតទៅសូមថ្លែងអំណរអគុណចំពោះញោមសុកសាវណយដេវីតឌឿនគាត់បានប្រគេនមក$200ក្នុងនោះផងដែរជូនបងស្រីគាត់$50ហើយសូមថ្លែងអំណរអគុណចំពោះញោមប៊ុនរឿនសុខិតលីសាបេតបានចូលរួមកសាង$200សូមថ្លែងអំណរអគុណចំពោះញោមច័ន្ទរនី4Mព្រមទាំងកូនចៅរស់នៅសហរដ្ឋអាមេរិក$100សរុបទាំងអស់$500គាត់ប្រគេនផ្សាយមកនៅក្នុងថ្ងៃទី2ខែ12ឆ្នាំ2025ក៏សូមជូនបុណ្យដល់ញោមស្រីទាំង3ព្រមទាំងក្រុមគ្រួសារនិងកូនចៅទាំងអស់បានទទួលពុទ្ធពរព្រះ4ប្រការគឺអាយុវណ្ណៈសុខៈពលៈនិងសម្បត្តិ3សម្បត្តិមនុស្សសម្បត្តិទេវតាសម្បត្តិអស្ចារ្យព្រះនិព្វានញោមញាតិប្រាថ្នានៅសម្បត្តិណាសូមឲ្យបានសម្រេចដូចបំណងបងប្រាថ្នាសូមទេវតាជួយថែរក្សាញោមស្រីទាំង3ព្រមទាំងក្រុមគ្រួសារនិងកូនចៅនៅទីកន្លែងណាធ្វើការឬក៏ធ្វើដំណើរតាមផ្លូវឲ្យមានសេចក្តីសុខអាយុវែងយឺនយូរជាង100ព្រះវស្សាអ្វីបានសម្រេចដូចបំណងសូមអនុមោទនាតាមរយៈញោមសុខសណយឬក៏ញោមប៊ុនរឿនឬក៏ញោមច័ន្ទរនីទៀតក៏តែងតែជួយឧបត្ថម្ភប្រគេនទាំងប្រាក់កសាងឬក៏បច្ច័យ4ប្រសង់ហើយឧបត្ថម្ភគ្រូបង្រៀន
ហើយក្នុងខែ12នេះគាត់ប្រកេនមកនៅសល់450នេះខ្ញុំកណាអាត្មាក៏យកទៅសងសម្ភារៈគេដែលទិញមកក៏ជឿគេពីមុនមកណាបងចឹងក៏យកទៅសងគេអស់ហើយទៀតក៏ប៉ុន្តែអាត្មានៅចម្ពាក់គេច្រើនទៀតព្រោះនឹងចុះតាំងពីខែ10ញញឿនតាំងពីខែ10មកអញ្ចឹងចម្ពាក់គេតាំងពីខែ10ខែ11នេះគឺចម្ពាក់សម្ភារៈគេច្រើនទាំងស៊ីម៉ងនិង គ្រួថ្មដែលថ្វាកម្រោមកសាងចាក់សាបបន្តណាហើយនឹងលើរើរោងទៀតរើរោងចង្ក្រាននៅចិត្តស្ពានញោមបាទតែតើតើមានបច្ច័យនឹងសងអាសម្ភារៈគេមុនសិនបានជឿគេខាងក្រោយទៀតបានញោមញាតណាបងបើមិនតន់សងអាមុនរួចទេតាំងពីខែ10រួចទេគឺមិនតន់ចុះកសាងបន្តទៀតទេបងដោយវីដេអូខាងដើមនោះញោមញាតឃើញកន្លែងជាងដែលកាប់ដីនៅប្រងធ្វើចិនដាវចុះស្ទឹងទៀតសរុបគាត់ទៅដែកសម្ភារៈថ្មស៊ីម៉ងគ្រួខ្សាច់នឹងគឺ$2000ញោមចុះស្ទឹងណាបងនៅទឹកដីវត្តចម្ពូរូខាវនារាមហៅវត្តព្រីខ្ពស់ភូមិព្រីខ្ពស់នេះខ្ញុំកណាអាត្មាក៏តែងតែបង្ហាញនៅវីដេអូថតអំពីដ្រូនដែលឧបត្ថម្ភប្រគេនដោយញោមស្រីឌឿនទៀតណាឌឿនផែនភិតទៀតណាបងគាត់នៅសហរដ្ឋអាមេរិកឡុងប៊ិចទៀតឬក៏ញោមញាតទាំងអទៀតណាដែលបានតាមដានទស្សនានេះញោមអាចតាក់ទងមកតាម channel YouTube បងញោមឃើញតាម YouTube អញ្ចឹងទៅញោមចូល comment ទៅសេនៅក្នុងនឹងបានរី comment ទៅចូលទៅសេក្នុងនឹងទៅឬក៏តាម page តាម TikTok Instagram ខ្ញុំកណាអាត្មានោះញោមញាតក៏អាចតាក់ទងដើម្បីចូលរួមប្រគេនបច្ច័យ4ទៀតឬក៏ទំនុកបំរុងចង្ហាន់ទៀតទឹកដីវត្តព្រិចពុះនេះញោមញាតបើអាត្មាលើកដ្រូនទៅគឺ50ម៉ែត្រហ្នឹងគឺអស់ហើយញាតិញោមទូទេភូមិអ្នកស្រុកតិចណាហើយកាន់សាសនាពុទ្ធខ្លះហ្នឹងក៏កាន់សាសនាយេស៊ូខ្លះញោមញាតនៅម្ដុំនេះក៏ចឹងទៅក៏ទីវត្តអារាមដែលខ្ញុំកណាអាត្មាមកជួយណាត្រង់ឬក៏ចាត់ចែងអភិរក្សអភិវឌ្ឍដោយកសាងរូបសំណាក់ព្រះសម្មាសម្ពុទ្ធជុំព្រះវិហារនោះនៅសល់7អង្គទៀតណាក្នុងមួយអង្គ$260ទៀតនៅសល់7អង្គទៀតចម្ពាក់គេយូរឆ្នាំហើយញោមចង់1ឆ្នាំហើយអត់មានញាតិញោមចូលរួមកសាងបន្តក៏នៅសិនទៀតពីទីបញ្ចប់សូមប្រគេនពរជូនពរជូនបុណ្យចំពោះញោមសុកសណយឌីវីតឌឿនញោមប៊ុនរឿនសុខិតលីសាបេតញោមចន្ទរនីអ៊ូនអែមព្រមទាំងកូនចៅទាំងអស់ទៀតណាសូមឲ្យបានសេចក្តីសុខគ្រប់ប្រការឲ្យបានជាពិរោគីជំងឺឈឺចង្កាត់អាយុយឺនយូរជាង100ព្រះវស្សាទៀតណាមិនថាទៅទីកន្លែងណាទេហើយក៏សូមជូនពរជូនបុណ្យញោមទាំងអស់ដែលបានទស្សនាវីដេអូតាំងពីដើមរហូតដល់ចប់ណាក៏សូមឲ្យញោមមានប្រសុខភាពល្អដាច់ឆ្នាំចាស់ផ្លាស់ឆ្នាំថ្មីទេវតាជួយថែរក្សាញោមប្រុសស្រីទាំងអស់ទៀតណាប៉សូមអាយុយឺនយូរជាង100ព្រះវស្សាទៀតណាប៉សូមអនុមោទនា